ជំរាបសួរបងប្អូនប្រជាជនខ្មែរទាំងអស់ជាទីស្រឡាញ់ឥឡូវនេះខ្ញុំនៅប្រាសាទព្រះវិហារនៅកុបរៈទី4បើយើងរាប់ពីលើចុះមកខាងក្រោមចាខ្ញុំចង់និយាយថាឥឡូវនេះខែនេះអញ្ចឹងណាទេសភាពភ្លៀងធ្លាក់មកអញ្ចឹងទេសភាពស្អាតខៀវខ្ចីអញ្ចឹងទៅយើងមើលប្រាសាទយើងថតរូបអីស្អាតដែរបងប្អូនអញ្ចឹងខ្ញុំចង់សង្ខេបប្រវត្តិប្រាសាទព្រះវិហារបន្តិចចាប្រាសាទព្រះវិហារយើងដឹងហើយថាបានចូលជាបេតិកភណ្ឌពិភពលោកចាប់តាំងពីថ្ងៃទី7ខែកក្កដាឆ្នាំ2008ចារហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល16ឆ្នាំឯណា16ឆ្នាំចាគឺជាប្រាសាទសំណង់បុរាណយើងសាងសង់ច្រើនសតវត្សមកហើយតាំងពីអាចសតវត្សទី9រហូតដល់ចុងសតវត្សទី12 13ចាហើយមានក្សត្រជាច្រើនអង្គដែលបានចូលរួមកសាងប្រាសាទនេះចាអញ្ចឹងប្រាសាទព្រះវិហារគឺជាប្រាសាទនៃគេមរតកដូនតារបស់ខ្មែរយើងដ៏ល្បីល្បាញហើយបានចូលជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ហើយក៏ជាសម្បត្តិមកដល់មហាសាលរបស់មនុស្សជាតិនៃខ្មែរយើងដែលមិនអាចកាត់ថ្លៃបានចាអញ្ចឹងបងប្អូនចាំចូលរួមទស្សនាប្រាសាទនេះទាំងអស់គ្នាជាមួយនឹងនាងខ្ញុំអរគុណច្រើន